ប្រភ្នូលក្តៅមុខម៉ោង1យប់ដល់ម៉ោង3យប់បើមានក្តៅមុខនោះទំនាយថានឹងបានសេចក្តីសុខសប្បាយហើយនឹងមានចំណេញប្រកាសទៀតផងម៉ោង3យប់ដល់ម៉ោង5ចិត្តភ្លឺបើមានក្តៅមុខនោះទំនាយថានឹងមានការព្រួយចិត្តពិបាកចិត្តមកដល់ជាមិនខានឡើង5ចិត្តភ្លឺដល់ម៉ោង7ព្រឹកបើមានក្តៅមុខនោះទំនាយថានឹងមានភ្ញៀវមកពីទីឆ្ងាយមករកខ្លួនអ្នកហើយជួបជុំគ្នាបានសប្បាយក្រៃលែង4ម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកបើមានក្តៅមុខនោះទំនាយថានឹងមានអាហារបរិភោគយ៉ាងឆ្ងាញ់ហើយថានឹងមានមិត្តភ័ក្តិរកខ្លួនទៀតផងម៉ោង9ព្រឹកដល់ម៉ោង11ថ្ងៃបើមានក្តៅមុខនោះទំនាយថានឹងមានភ្ញៀវមកពីស្រុកឆ្ងាយមករកអ្នកហើយបានជួបគ្នាបានសប្បាយដ៏ប្រសើរ6ម៉ោង11ថ្ងៃដល់ម៉ោង1រសៀលបើមានក្តៅមុខនោះទំនាយថានឹងមានមនុស្សដែលមានការជាចាំបាច់មករកខ្លួនហើយជួបគ្នានិយាយការបានសម្រេចយ៉ាងប្រសើរ7ម៉ោង1រសៀលដល់ម៉ោង3ល្ងាចបើមានក្តៅមុខនោះទំនាយថានឹងមានបងប្អូនកិច្ចសាលោហិតមករកខ្លួនហើយបានជួបគ្នាមានលៀបល្អណាស់ហើយ8ម៉ោង3ល្ងាចដល់ម៉ោង5ល្ងាចបើមានក្តៅមុខនោះទំនាយថានឹងមានឆ្លោះប្រកែកចែករកខុសត្រូវជាមួយនឹងជាមិនខានឡើយ9ម៉ោង5ល្ងាចដល់ម៉ោង7យប់បើមានក្តៅមុខនោះទំនាយថានឹងមានមនុស្សអ្នកធំមកពីចម្ងាយមករកជួបនឹងអ្នកហើយលៀបយ៉ាងប្រសើរជាមិនខាន10ម៉ោង7យប់ដល់ម៉ោង9បើមានក្តៅមុខនោះទំនាយថានឹងមានមនុស្សមកពីស្រុកឆ្ងាយមកជួបនឹងអ្នកហើយឲ្យលៀបជាទីគាប់ចិត្តដល់ខ្លួនអ្នកមិនខានឡើយ11ម៉ោង9យប់ដល់ម៉ោង11យប់បើមានក្តៅមុខទំនាយថានឹងបានសារទទួលទេនដោយមានគេយកមកជូនដល់ផ្ទះ12ម៉ោង11ល្ងាចដល់ម៉ោង1យប់បើមានមុខនេះទំនាយថានឹងមានគេចោទប្រកាន់អំពីបាត់អ្វីមួយហើយថានឹងមានឆ្លោះទាស់ទែងនឹងគេទៀតផងជាការលើកទឹកចិត្តមួយពីបងប្អូនបន្តបន្ទួចតែវាធំធេងសម្រាប់ខ្ញុំបាទ